បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបនៃការគណនាពិន្ទុដំណាច់ឆ្នាំឬក៏ពិន្ទុចុងឆ្នាំណានៅក្នុងប្រព័ន្ធ STS ជំហានដំបូងលោកគ្រូអ្នកគ្រូត្រូវចូលមកក្នុងប្រព័ន្ធ STS សិនរួចហើយលោកគ្រូអ្នកគ្រូមើលរបានៅខាងឆ្វេងដៃមានសាលារៀនមានចុះឈ្មោះណាតែលោកគ្រូអ្នកគ្រូមើលអក្សរហើយជ្រើសរើសយកកន្លែងគ្រប់គ្រងបន្ទុកសិស្សអញ្ចឹងចុចលើកន្លែងគ្រប់គ្រងបន្ទុកសិស្សនឹងមកបាទហើយលោកគ្រូអ្នកគ្រូនឹងឃើញទម្រង់បែបនេះហើយកន្លែងនេះយើងរើសឆ្នាំសិក្សាហើយវារើសឲ្យស្រេចហើយស្រាគឺវាដាក់ឲ្យស្រេចហើយថ្នាក់រៀនបើយើងថ្នាក់ទីប្រមាណវានឹងលោតឲ្យស្រេចថ្នាក់អីគេកខវាលោតឲ្យស្រេចហើយកន្លែងនេះយើងចុចរើសមកយើងចង់បញ្ចូលខែណាប៉ុន្តែលើនេះវីដេអូនេះខ្ញុំសូមបង្ហាញបញ្ចូលនៅប្រចាំឆ្នាំអញ្ចឹងលោកគ្រូអ្នកគ្រូរើសយកកន្លែងប្រចាំឆ្នាំរួចហើយលោកគ្រូអ្នកគ្រូចុចពាក្យថាស្វែងរកពេលដែលយើងចុចពាក្យស្វែងរកហើយលោកគ្រូអ្នកគ្រូនឹងឃើញទម្រង់បែបនេះបើលោកគ្រូអ្នកគ្រូអត់បានបញ្ចូលគឺអត់ទាន់មានបន្ទុកដូចខ្ញុំទេឥឡូវខ្ញុំដោយសារខ្ញុំបានគណនាហើយខ្ញុំបានគណនាហើយគឺអាចឆមាសមួយនេះគឺមានមជ្ឈមភាគនេះឃើញទេតែដល់ពេលឆមាស2ដោយសារខ្ញុំអត់បានគណនាអញ្ចឹងវាអត់ទាន់មានមជ្ឈមភាគទេអូខេអញ្ចឹងដើម្បីគណនាបានគឺយើងត្រូវ scroll ចុះមកខាងក្រោមមកឃើញរបានៅខាងឆ្វេងនៅខាងក្រោមហើយនេះមានគណនាបន្ទុកឆមាស1គណនាបន្ទុកឆមាស2អញ្ចឹងដោយសារឆមាស1ខ្ញុំបានគណនារួចហើយនេះចេញមជ្ឈមភាគហើយនៅតែឆមាស2នៅខាងនេះអញ្ចឹងយើងត្រូវចុចលើកន្លែងបេតុងពណ៌ខៀវកន្លែងគណនាបន្ទុកប្រចាំឆមាស2នឹងមកចុចលើវាពណ៌ហើយវានឹងលោតប្រទៀងមួយឲ្យនេះណាមានបោះបង់ហើយនឹងបាទចាស់ខ្ញុំយល់ព្រមជាយើងមុននឹងចុចបេតុងនេះយើងត្រូវរើសខែនេះរើសការបដិឆេទចាប់ផ្ដើមអញ្ចឹងដោយសារខ្ញុំឆមាស2គឺខ្ញុំជ្រើសរើសចាប់ផ្ដើមចាប់ពីខែមេសាទៅអានឹងស្រេចលើលោកគ្រូអ្នកគ្រូទៅណាចាប់ផ្ដើមពីខែណាទៅណាបើយើងរើសចំនួនខែច្រើនគឺវាគិតចែកតាមចំនួនខែហ្នឹងឯងណាប្រព័ន្ធគេគិតតាមហ្នឹងឯងតែគ្រប់ខែដែលយើងរើសគឺត្រូវមានបន្ទុកណាតើអត់មានបន្ទុកចែកទៅសិស្សយើងធ្លាក់លើហើយណាគេបើសិនតែយើងបញ្ចូលបន្ទុកឆមាស2នេះគឺបញ្ចូលបានតែ3ខែយើងរើសយកថាចំនួនចន្លោះ3ខែបានហើយបើបញ្ចូលបាន4ខែរើសចន្លោះ4ខែទៅណាបញ្ចូលបានប្រហែលខែគឺរើសចន្លោះប៉ុណ្ណឹងទៅអញ្ចឹងដោយសារឆមាស2នេះខ្ញុំបញ្ចូលបន្ទុកចាប់ពីខែមេសាទៅណាគឺរហូតដល់ខែសីហាណាឆមាស2របស់ខ្ញុំណាចេញខ្ញុំចុចមកបន្ទាប់ពីរើសខែរួចហើយយើងចុចពាក្យថាបាទចាស់ហ្នឹងណាហើយវានឹងចាប់ផ្ដើមដើរដែរបាទវាដើរហើយសូមរងចាំបន្តិចណាដោយសារអ៊ីនធឺណិតវា slow នេះវាដាក់ថាបញ្ចូលត្រូវបានគណនាបន្ទុកបញ្ចូលដែលជោគជ័យណានេះគេទេចេញមជ្ឈមភាគមកហើយណានេះសិតតែមជ្ឈមភាគសិស្សយើងអូខេអញ្ចឹងពេលដែលយើងគណនារួចយើងចុចរក្សាទុកកន្លែងនេះណាចុចរក្សាទុកមកអរគុណអញ្ចឹងវីដេអូនេះខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេសូមធ្វើការព្យាយាមស្វែងយល់ណាបាទបើមានចម្ងល់ចាប់ឆាតមកខ្ញុំផ្ទាល់បាទអរគុណច្រើន